បាទសួស្តីពុកម៉ែបងប្អូននៅក្នុងថ្ងៃនេះប្រទេសរុស្ស៊ីមួយទៀតហើយដែលដឹងអំពីកាយៅមិនល្អរបស់ប្រទេសថៃបាទនៅក្នុងថ្ងៃនេះគឺក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីប្រកាសប្រាប់ឲ្យពលរដ្ឋរបស់រុស្ស៊ីទាំងអស់បាទធ្វើយ៉ាងណាជៀសវាងទាំងស្រុងតែម្ដងកុំទៅកាន់ប្រទេសថៃកុំទៅជន់ដីប្រទេសថៃឲ្យសោះបាទសូម្បីតែការបដូរជើងហោះហើរឆ្លងកាត់ប្រទេសថៃនឹងក៏ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនផងដែរបើជៀសវាងគួរតែជៀសវាងបាទដោយសារតែឥឡូវនេះរុស្ស៊ីបានរកឃើញការពិតហើយថាថៃកំពុងតែចូលដៃចូលជើងជាមួយនឹងសហរដ្ឋអាមេរិកតាមចាប់ខ្លួនពលរដ្ឋរុស្ស៊ីណាដែលមានការសង្ស័យសំបីតែបន្តិចបន្តួចក៏ថៃបាទចាប់ខ្លួនបញ្ជូនទៅទឹកដីសហរដ្ឋអាមេរិកដែរអញ្ចឹងទេឥឡូវនេះគឺទំនាក់ទំនងរវាងរុស្ស៊ីហើយនិងថៃកំពុងតែចាប់ផ្ដើមល្អក់កកដែរហើយបាទរឿងនេះពុកម៉ែបងប្អូនគឺអាមេរិកបានរកឃើញថាថៃទំនងជាបើកដៃឲ្យសហរដ្ឋអាមេរិកបង្កើតទីភ្នាក់ងារមួយនៅក្នុងទឹកដីថៃដើម្បីតាមឃ្លាំមើលឬក៏ចាំចាប់ពលរដ្ឋរុស្ស៊ីណាដែលមានការសង្ស័យបាទរឿងនេះគឺកើតឡើងបាទបន្ទាប់ពីមាន hacker ជនជាតិរុស្ស៊ីម្នាក់បាទត្រូវបានថៃចាប់ខ្លួនកាលពីឆ្នាំមុនរួចបញ្ជូនទៅកាន់ទឹកដីសហរដ្ឋអាមេរិកបាទអញ្ចឹងទេឥឡូវនេះរុស្ស៊ីគឺបានឃើញថាថៃគឺជាប្រទេសមួយដែលមិនគួររាប់រកប៉ុន្មាននោះទេពីព្រោះថាល្អតែនៅនឹងមុខប៉ុន្តែនៅខាងក្រោយលួចចាក់រុស្ស៊ីបាទអញ្ចឹងទេរុស្ស៊ីបានដឹងក្រយៅពិតឬក៏អាចនិយាយបានថាក្រយៅថោករបស់ប្រទេសថៃហើយបាទគឺកាត់ផ្ដាច់ទាំងស្រុងតែម្ដងឈប់ឲ្យពលរដ្ឋរុស្ស៊ីទៅជន់ទឹកដីថៃបាទជុំវិញបញ្ហាព្រំដែនជាមួយកម្ពុជាវិញបាទពុកម៉ែបងប្អូនឥឡូវនេះគឺថៃទំនងជាអស់ផ្លូវបាទអស់ផ្លូវហើយអញ្ចឹងមិនដឹងថាដោះសារឬក៏រកលេសយ៉ាងណាទៀតលែងបានក៏ថៃបាទសម្រេចតែងតាំងបាទតំណាង2រូបដើម្បីតតាំងជាមួយកម្ពុជានៅលើឆាក UN ហើយពាក់ព័ន្ធទៅនឹងការដោះស្រាយរឿងបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាបាទហើយនៅក្នុងថ្ងៃនេះក៏មានដំណឹងលេចលឺមកដែរថាលោកអនុទានឆានវរៈគុលពុកម៉ែបងប្អូនគឺចាប់ផ្ដើមគេហៅថាដំឡើងថ្មងទៀតហើយនៅតាមព្រំដែនកម្ពុជាបាទគឺគេបានបោះសម្ដីថានឹងមិនអោយបាត់បង់ដីទៅនរណានោះឡើយហើយក៏មិនអនុញ្ញាតឲ្យនរណាទៅឈ្លានពានទឹកដីថៃនោះដែរបាទដោយថៃនៅក្នុងថ្ងៃហ្នឹងបន្ទាប់ពីបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរួចមកគឺលោកអនុទានឆានវរៈគុលបានប្រកាសបង្កើតមជ្ឈមណ្ឌលបោះឆាំងដ្រូនមួយកន្លែងបាទគឺនៅក្បែរព្រំដែនទឹកដីកម្ពុជាតែម្ដងបាទអញ្ចឹងរឿងនេះគឺកំពុងតែធ្វើឲ្យមានបញ្ហាក្តៅកកទៀតហើយនៅតាមព្រំដែនកម្ពុជាថៃបាទម្សិលមិញពុកម៉ែបងប្អូនគឺថៃបានបញ្ចេញចរិតកាន់តែកោក្លឿនហើយនឹងកាន់តែប្រហើនបាទគឺគេបានយកប្រាសាទតាក្របីបើកឲ្យភ្ញៀវទេសចរចូលទៅទស្សនាយ៉ាងសេរីតែម្ដងបាទគឺមានទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិបាទដោយមានការផ្ដល់ជំនួយពីយោធាថៃទៀតផងបាទគឺមានការផ្ដល់ជំនួយទាំងផ្នែកវិទ្យាសាស្ត្រទាំងការដឹកជញ្ជូននិងការគេអះអាងថាធានាសុវត្ថិភាពជូននោះបាទអញ្ចឹងគឺអាជ្ញាធរថៃបានប្រកាសថាម្សិលមិញគឺគេទទួលបានភ្ញៀវទេសចរបាទដែលទៅមើលប្រាសាទតាក្របីដែលថៃឈ្លានពានបាទវាដណ្ដើមយកពីកម្ពុជាទាំងកំរោលហ្នឹងគឺថាម្សិលមិញគឺជាថ្ងៃចុងក្រោយនៃសកម្មភាពទេសចរយ៉ាងសកម្មរបស់ពួកគេបាទដោយមានភ្ញៀវទេសចរ3227នាក់បានទៅទស្សនាប្រាសាទតាក្របីបាទនេះគឺជាសកម្មភាពមួយដែលកម្ពុជាយើងតែងតែប្រកាសច្រានចោលជាដាច់ខាតបាទមិនទទួលស្គាល់ឡើយនៅការចូលមកកាន់កាប់ទឹកដីឬក៏ប្រាសាទរបស់កម្ពុជាដោយខុសច្បាប់ឬក៏ដោយការប្រើប្រាស់កម្លាំងបាទអញ្ចឹងទេថៃកាន់តែក៏ក្លឿនពុកម៉ែបងប្អូន
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជានឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីទាមទារទឹកដីឬក៏ប្រាសាទបាទរបស់កម្ពុជាត្រឡប់មកវិញបាទពាក់ព័ន្ធទៅនឹងរឿងថៃតែងតាំងតំណាង2រូបដើម្បីតតាំងជាមួយនឹងកម្ពុជានៅលើឆាក UN វិញបាទពុកម៉ែបងប្អូនគឺមានសេចក្តីរាយការណ៍បែបនេះថាមិនដឹងធ្វើម៉េចថៃបង្ខំចិត្តតែងតាំងអ្នកជំនាញឡើងតុលាការអង្គការសហប្រជាជាតិដើម្បីជំរះបាទវិវាទដែនសមុទ្រជាមួយកម្ពុជាប្រទេសថៃបានសម្រេចតែងតាំងអ្នកជំនាញបរទេស2រូបបាទម្នាក់គឺមកពីប្រទេសអាហ្វ្រិកខាងត្បូងនិងម្នាក់ទៀតគឺមកពីប្រទេសអាល្លឺម៉ង់បាទសម្រាប់ដំណើរការយន្តការផ្សះផ្សាដោយចាប់បង្ខំរបស់អង្គការសហប្រជាជាតិដែលត្រូវបានស្នើឡើងដោយភាគីកម្ពុជាដើម្បីដោះស្រាយវិវាទដែនសមុទ្រដ៏រ៉ាំរ៉ៃនេះបើយោងតាមរដ្ឋមន្ត្រីការបរទេសថៃលោកសីហាសៈភួងកេតកែវថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី16ខែមិថុនាបាទគឺនៅក្នុងថ្ងៃអង្គារនេះពុកម៉ែបងប្អូនថ្ងៃអង្គារទី16ខែមិថុនានេះតែម្ដងបាទសូមជម្រាបថាកម្ពុជាគឺបានសម្រេចទាញយកយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឬក៏ UNCLOS កាលពីដើមខែឧសភានេះតែម្ដងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលជាឯកតោភាគីបាទនៅកិច្ចព្រមព្រៀងឆ្នាំ2001ឬក៏ MOU 44ដែលជាក្របខ័ណ្ឌសម្រាប់ការចរចាលើតំបន់វិវាទនៅក្នុងដែនសមុទ្រជាទីតាំងដែលរាជធានីបាងកកចង់ស៊ីដាច់ចំណែកកម្ពុជាបាទអញ្ចឹងគេលុបចោល MOU គឺនៅក្នុងគោលបំណងចង់ស៊ីដាច់ចំណែកដែលកម្ពុជាមាននៅក្នុងដែនសមុទ្រនេះបាទប៉ុន្តែបន្ទាប់ពីកម្ពុជាយកយន្តការផ្សះផ្សាបាទដោយចាប់បង្ខំមកអនុវត្តឥឡូវនេះគេអស់ផ្លូវបាទក៏តែងតាំងតំណាង2រូបបាទគឺតំណាងបរទេស2រូបដើម្បីតតាំងជាមួយនឹងកម្ពុជាដែរបាទដោយឡែកប្រទេសកម្ពុជាគឺបានតែងតាំងរដ្ឋមន្ត្រីការបរទេសបាទលោកប្រាក់សុខុនធ្វើជាតំណាងស្របច្បាប់សម្រាប់ដំណើរការក្តីនេះរួមជាមួយអ្នកជំនាញបរទេស2រូបដែរបាទអញ្ចឹងគឺកម្ពុជាក៏មានអ្នកជំនាញបរទេស2រូបដូចគ្នាបាទគឺលោក Peter Tasso Jensen បាទជនជាតិដាណឺម៉ាកនិងលោក Zhang Ma To Vinang ជនជាតិបារាំងដើម្បីចូលរួមជួយផ្នែកច្បាប់និងនីតិវិធីផ្សេងៗដល់កម្ពុជាបាទសូមជម្រាបថាវិវាទដែនសមុទ្រដ៏តានតឹងនេះគឺតាក់ទងទៅនឹងផ្ទៃសមុទ្រទំហំប្រហែល 26,000 គីឡូម៉ែត្រការ៉េនៅក្នុងដែនសមុទ្រថៃដែលត្រូវបានគេស្គាល់ថាជាតំបន់ទាមទារត្រួតស៊ីគ្នាតំបន់នេះត្រូវបានគេប៉ាន់ប្រមាណថាមានផ្ទុកនៅឧស្ម័នធម្មជាតិនិងប្រេងកាតបាទដ៏មហាសាលតែម្ដងពុកម៉ែបងប្អូនបាទគឺបើគិតជាទឹកប្រាក់វិញខ្ទង់300,000 លានដុល្លារអាមេរិកឯណោះបាទអញ្ចឹងទេទឹកប្រាក់នេះគឺមហាសាលបាទមហាសាលមែនតើទឹកប្រាក់300,000 លានដុល្លារអាមេរិកនេះទៀតសោតបាទគឺជាទឹកប្រាក់ដែលស្មើនឹងទឹកប្រាក់ដែលអ៊ីរ៉ង់ទាមទារពីអាមេរិកដើម្បីកសាងប្រទេសអ៊ីរ៉ង់ឡើងវិញនៅបន្ទាប់ពីអាមេរិកហើយនិងអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងដំណំធ្វើឲ្យខូចខាតយ៉ាងច្រើននៅក្នុងប្រទេសអ៊ីរ៉ង់បាទអញ្ចឹងទឹកប្រាក់នេះគឺស្មើគ្នាបងប្អូនឧស្ម័នធម្មជាតិហើយនិងប្រេងកាតដែលមាននៅក្នុងតំបន់ត្រួតស៊ីគ្នានេះគឺមានតម្លៃមហាសាលប្រហែលជា 300,000 លានដុល្លារបាទដោយឡែកងាកមកមើលបញ្ហារឿងព្រំដែនកម្ពុជាថៃវិញគឺមិនដឹងជាយ៉ាងម៉េចទេបាទគឺមានសេចក្តីរាយការណ៍បែបនេះថាប្រយ័ត្នប្រយែងឬក៏បង្ករឿងណែបាទគេសួរជាចំនួនអញ្ចឹងពុកម៉ែបងប្អូនថៃត្រៀមលក្ខណៈយោធានិងបង្កើតមជ្ឈមណ្ឌលប្រឆាំងដ្រូននៅព្រំដែនជាប់កម្ពុជានៅចំពោះមុខអ្នកកាសែតលោកអនុទិនឆាន់វរៈគុលនាយករដ្ឋមន្ត្រីថៃទទួលស្គាល់ថាមិនទាន់មានរបាយការណ៍អំពីរថក្រោះរបស់កម្ពុជាចាក់ឡាត់នៅក្បែររបងថៃនៅឡើយទេបាទបន្ទាប់ពីគេចោទប្រកាន់កម្ពុជាថាបាននាំចូលរថក្រោះពីចិនហើយបានចល័តទៅតំបន់ព្រំដែន
បាទនេះគឺជាការចោទប្រកាន់ដោយគ្មានការពិតឥឡូវថៃក៏គេបានទទួលស្គាល់ដែរថាតែពិតគឺអត់ទាន់មានរថក្រោះបាទចល័តទៅកាន់តំបន់ព្រំដែននៅឡើយទេបាទប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលគេចាប់អារម្មណ៍នោះគឺថាលោកអនុទីនបានប្រកាសរៀបចំយុទ្ធសាស្ត្រការពារជាតិតាមរយៈការត្រៀមលក្ខណៈយោធានិងការបង្កើតមជ្ឈមណ្ឌលប្រឆាំងដ្រូនសម័យទំនើបជាបន្ទាន់នៅតាមបណ្ដោយព្រំដែនជាប់កម្ពុជាបាទណែបងប្អូនគេចាប់ផ្ដើមទៀតហើយបាទចាប់ផ្ដើមបង្កើតមជ្ឈមណ្ឌលប្រឆាំងដ្រូនសម័យទំនើបតែម្ដងបាទគឺដាក់ជាប់តែម្ដងនៅព្រំដែនកម្ពុជាយើងនឹងបាទអញ្ចឹងនេះគឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ហើយថាថៃនៅតែចិញ្ចឹមចិត្តបាទលេបទឹកដីឬក៏ចិញ្ចឹមចិត្តឈ្លានពានមកលើប្រទេសកម្ពុជាសកម្មភាពនៅពីក្រោយខ្នងនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃឬ NAC កាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2026គឺបានបង្ហាញយ៉ាងច្បាស់អំពីចេតនាគំរាមកំហែងផ្នែកយោធានៅតាមបណ្ដោយព្រំដែនកម្ពុជាគណៈយោធាឈ្លានពានថៃបាននឹងកំពុងបន្តការកាប់ជ្រៅនៅក្នុងទឹកដីកម្ពុជាជាច្រើនទីតាំងដោយខុសច្បាប់នៅក្នុងបទសម្ភាសន៍លោកអនុទីនឆានវរៈគុលបានប្រើប្រាស់វោហាសាថាការពារទឹកដីយ៉ាងម៉ឺងម៉ាត់បំផុតប៉ុន្តែបើវិភាគឲ្យស៊ីជម្រៅបាទបើវិភាគឲ្យស៊ីជម្រៅទៅគេនឹងមើលឃើញថាថៃកំពុងដាក់កងទ័ពប្រុងជើងការខ្ពស់នៅតាមបណ្ដោយព្រំដែនកម្ពុជាតែម្ដងជាក់ស្ដែងលោកអនុទីនបានរលាស់អណ្ដាតថាយើងកំពុងតាមដានព្រំដែនរបស់យើងយ៉ាងដិតដល់បំផុតនិងត្រៀមលក្ខណៈពេញលេញខ្ញុំសូមធានាថាគ្មាននរណាម្នាក់អាចឆ្លងកាត់ឬឈ្លានពានចូលមកក្នុងទឹកដីរបស់យើងបានឡើយបាទនេះគឺជាសម្ដីពីលដែលចេញពីមាត់របស់លោកអនុទីនឆានវរៈគុលទាំងដែលខ្លួនឯងជាអ្នកដែលឈ្លានពានមកលើប្រទេសគេសោះបែរជាលើកឡើងថាខ្លួនឯងរក្សាសន្តិសុខមិនឲ្យនរណាឈ្លានពានទៅលើខ្លួនឯងទៅវិញបាទយ៉ាងណាការលើកឡើងរបស់អនុទីនគឺហាក់បីដូចជាគ្មានមូលដ្ឋានទាល់ស្អីសោះព្រោះថាថៃជាប្រទេសមានសេដ្ឋកិច្ចធំនិងសភាវុធខ្លាំងតើប្រទេសណាមួយដែលខ្សោយជាងខ្លួនហ៊ានទៅបើកការឈ្លានពាននោះបាទអញ្ចឹងយើងដឹងហើយថាគ្មានប្រទេសដែលខ្សោយទៅឈ្លានពានប្រទេសខ្លាំងនោះទេពុកម៉ែបងប្អូនបាទអញ្ចឹងយើងដឹងច្បាស់ហើយថៃគឺការប្រើពាក្យបែបនេះគឺគ្រាន់តែជាលេសដើម្បីគេហៅថាបិទបាំងទង្វើឈ្លានពានរបស់ខ្លួននៅលើឆាកអន្តរជាតិតែប៉ុណ្ណោះបាទអញ្ចឹងលើសពីនេះទៅទៀតថៃក៏បានអនុម័តលើការបង្កើតមជ្ឈមណ្ឌលប្រឆាំងដ្រូននៅតាមបណ្ដោយព្រំដែនជាបន្ទាន់ជាប់នឹងព្រំដែនប្រទេសកម្ពុជាផងដែរការបង្កើតមជ្ឈមណ្ឌលប្រឆាំងដ្រូនរបស់ភាគីថៃនៅតាមបណ្ដោយព្រំដែននេះមិនមែនជារឿងចៃដន្យឡើយពីព្រោះយោធាថៃបាទគឺតែងតែបង្កប់នៅផែនការទុច្ចរិតនៅពីក្រោយខ្នងបាទពុកម៉ែបងប្អូនឥឡូវនេះគឺយើងឃើញថាថៃអស់ផ្លូវចាប់ផ្ដើមតែងតាំងតំណាងបរទេសពីររូបទៅតតាំងជាមួយនឹងកម្ពុជាដើម្បីដោះស្រាយគ្នារឿងតំបន់សមុទ្រត្រួតស៊ីគ្នាបាទដោយយោងទៅតាមអនុសញ្ញា UN Clause ដោយសារតែអស់ផ្លូវបាទអញ្ចឹងមិនដឹងធ្វើម៉េចគឺមានតែតែងតាំងហើយទៅតតាំងជាមួយកម្ពុជាបាទអញ្ចឹងទេខ្ញុំជឿជាក់ថានៅក្នុងសំណុំរឿងនេះកម្ពុជានឹងធ្វើឲ្យថៃបាក់ស្បាតបាទជាថ្មីម្ដងទៀតដូចនៅក្នុងសំណុំរឿងប្រាសាទព្រះវិហារដែរបាទដោយសារតែពុកម៉ែបងប្អូនបានដឹងហើយនៅក្នុងថ្ងៃនេះគេបានប្រកាសបង្កើតមជ្ឈមណ្ឌលប្រឆាំងដ្រូននៅជាប់ព្រំដែនទឹកដីកម្ពុជាទៀតហើយបាទអញ្ចឹងខណៈមួយខាងដោះស្រាយនៅលើឆាក UN មួយខាងទៀតគេបែរជាកំពុងតែបង្កើនបំពន់កម្លាំងនៅក្បែរទឹកដីកម្ពុជារបស់យើងបាទអញ្ចឹងយើងបានដឹងហើយថាប្រទេសថៃគឺតែងតែប្រើល្បិចនេះបាទអំឡុងសង្គ្រាមលើកទី1ឬក៏លើកទី2គឺគេប្រើល្បិចនេះដូចគ្នាបាទគេឡើងទៅដោះស្រាយជាមួយកម្ពុជាយើងបាទឡើងទៅតតាំងគ្នានៅឆាក UN នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិប៉ុន្តែនៅតាមតំបន់ព្រំដែន
គេបែរជាបង្កបំផ្ទុះគ្រាប់បាទនៅក្នុងថ្ងៃដែលមហាសន្និបាតបាទនេះខ្ញុំរំលឹកសាវតាបន្តិចពុកម៉ែបងប្អូននៅថ្ងៃដែលមហាសន្និបាតអង្គការសហប្រជាជាតិឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបាទមន្ត្រីទូតកម្ពុជារបស់យើងឡើងថ្លែងព្រឹកដែលកម្ពុជាឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិនៅតំបន់ព្រំដែនគេបានបំផ្ទុះគ្រាប់បាទមួយខាងដោះស្រាយលើឆាក UN មួយខាងបំផ្ទុះគ្រាប់ឥឡូវចូលក្បួនទៀតហើយបាទចូលក្បួនទៀតហើយថ្ងៃនេះគេសីហាស័កបាទលោកសីហាស័កគឺគេបានប្រកាសថាតែងតាំងព្រមតែងតាំងអ្នកជំនាញច្បាប់2រូបបាទមកពីបរទេស2រូបដើម្បីតតាំងជាមួយកម្ពុជាប៉ុន្តែមកខាងទៀតលោកអនុទានឆានវរៈគុលបែរជាបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិពិសេសរួចប្រកាសបង្កើតមជ្ឈមណ្ឌលដ្រូននៅក្បែរព្រំដែនកម្ពុជាតែម្ដងបាទអញ្ចឹងចរិតថៃគឺនៅតែដដែលគឺមិនចោលចរិតនោះទេបាទគឺនៅតែរក្សាឬក៏ចិញ្ចឹមចិត្តដើម្បីឈ្លានពានទឹកដីកម្ពុជាបន្តទៅទៀតបាទអញ្ចឹងគ្មានអ្វីក្រៅពីកម្ពុជាខិតខំបាទទាំងផ្នែកច្បាប់ក៏ត្រូវតែខិតខំហើយការបំពន់កម្លាំងយោធាបំពន់សភាវុធក៏ត្រូវតែខិតខំដូចគ្នាទើបអាចលេងជាមួយថៃបានពីព្រោះថៃគឺជាប្រទេសដែលមិនចោលចរិតនោះឡើយបាទអញ្ចឹងទេនេះគឺជាសំណុំរឿងថ្មីពាក់ព័ន្ធទៅនឹងរឿងកម្ពុជាជាមួយថៃហើយនឹងរុស្ស៊ីក៏កំពុងតែចាប់ផ្ដើមអកកជាមួយថៃដែរបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នេះទេពុកម៉ែបងប្អូនបាទសូមអរគុណសូមជម្រាបលា